Nhưng mà đang là nó cái hát khối ấy cái bà sân chia đăng tha nằng khối ấy cái chưa cầm mình thằng khỏi mà nhầm đăng là vĩnh mai là vĩnh nè ở kia nè để qua che đăng bà lại rồi cả ơiខ្លួនឯង thì tôi ở chắc á mình thịt mình ấy ai chui xe ai nhầm đăng phong không mình bảo nó hot chân hot châu bên đăng một sụp khăn chơi nè ở kia bà sân chỉ thọ bọc im mà xếp nên nắng á I think my first is vậy nó good morning អ្នកគ្នា welcome to SK Wonderland ខ្ញុំឃើញកាហ្វេមួយយ៉ាងស្អាតដែលយើងអាចថតរូបបានហើយយើងអង្គុយឈាមផឹកអីបានដែរហើយដែលសំខាន់មួយទៀតហ្នឹងគឺកាហ្វេហ្នឹងគឺនៅចិត្តអូតែដែរអ្នកគ្នាអញ្ចឹងយើងដើរតាមបន្តិចប្រហែលជា5នាទីអីហ្នឹងដល់ហើយបើចាំបាច់យើងជិះ Grab ឬក៏អីទេដើរលេងៗទៅយើងឈៀលចាត់ទុកថាយើងផឹកឡើងយើងដើរហាត់ប្រាណអីចឹងណាយើងឆាប់ស្វាងសូយ៉ាតោះនៅក្នុងមុខនឹងស្រាប់ក៏ប៉ុន្តែកន្លែងចឹងធ្វើយើង recharge វា fresh ហ្មងមានចំណាប់អារម្មណ៍គេថាចង់រត់ពីពេញមកនៅភ្នំមកខែអត់ទេដូចជាអត់តន់ចង់ចឹងឯនេះខ្ញុំចូលចិត្តភ្នំជាង city របៀប nature ទៅព្រៃឡើងភ្នំអីចឹងហ្នឹងគឺ my favorite ហ្មងឆ្លើយអ្នកគ្នាជាចិត្តទៅរបៀបកន្លែងបែបម៉េច complete comment ខាងក្រោមមកខ្ញុំដឹងចង់ដឹងពីចំណាប់អារម្មណ៍អ្នកគ្នាដែរ finally ហៅឃើញអ្នកគ្នាមកដល់ហើយឃើញនៅក្រៅយ៉ាង simple ចឹងណាមិនដល់នៅខាងក្នុងហ្នឹងគេមានដាំរបៀបដូចផ្កាឬក៏ដាំឈើអីយើងមើលទៅ nature garden ចឹងណាឥឡូវចូលទៅខាងក្នុងទាំងអស់គ្នាឥឡូវហ្នឹងគឺត្រេងរបស់យើងនំរបស់យើងមកដល់ហើយគេទៅយកមកមិញទេអូយជប់សន្តានេះគេមានដាក់ទឹកអីឲ្យជ្រលក់អ្នកនរគ្នាទឹកហ្នឹង taste nothing អត់មានរសជាតិអីទេល្វីងម៉ែល្វីងហើយសាច់នំណាខ្ញុំទៅអត់មានជ្រលក់អី it's just ដូចនំប៉័ងយ៉ាងធម្មតាតែគ្រាន់ថាវាមានជាតិប្រៃដល់តិចផឹកឡើងញ៉ាំបាច់សូវប្រៃពេកទេប៉ុណ្ណឹងអូខេញ៉ាំមួយកាហ្វេបានហ្នឹងគឺខ្ញុំចេញមកខាងក្រៅស្រុកយកខ្យល់អាកាសពិតតែសំខាន់នៅក្រៅហ្នឹងវាពលឺអាពេលផឹកចេះមកស្អាតទេអ្នកគ្នា I think ថាថតរូបក៏ស្អាតដូចគ្នាដែរអញ្ចឹងឥឡូវសាកមើលសិននៅប្លង់ឡើយណាយើងអាចថតរូបបាន Let's see យន្តហោះអ្នកគ្នាអ្នកគ្នាមានឃើញដើមនៅនេះហត់ដើមហ្នឹងរៀងខ្ពស់ដែរសំខាន់ដើមហ្នឹងគឺផ្ទុកមេអំបៅហ្មងខ្ញុំឃើញមេអំបៅហ្នឹងហោះចេញហោះចូលពេញហ្នឹងហ្មងសំខាន់ចាអ្នកនរគ្នាបើសិនជាថតបបអ៊ីម៉ាសេហ្វនៅហ្នឹងណា I think មិនប្រើ CGI ឯណោះគឺមេអំបៅហ្នឹងគឺហោះស្រាប់ហ្មងមេអំបៅប៉ិតហ្មងតែសំខាន់ហ្នឹងគេថាចេះអង្គុយឬក៏នៅធ្វើអីសុកចឹង and then មានមេអំបៅហោះមកអីដែរហ្នឹងភាពដូចជាមេអំបៅហ្នឹងមាន message នាំសារអីប្រាប់យើងចឹងអាហ្នឹង depend on មេអំបៅហ្នឹងពណ៌អីអានេះខ្ញុំដឹងគេដែរយើងដើរទៅដើរមកចឹងទៅស្រូបយកខ្យល់អាកាសចិត្តនឹងតិចសិនចឹងទៅមកយើងហោះទៅវិញទៅអូនេះមេបើអ្នកគ្នាស៊ីពណ៌លឿងហ្មងនេះនិយាយទៅបរិយាកាសនៅនេះអ្នកគ្នា feel like ដូច dream home ហ្មងពីព្រោះយើងចាស់ទៅ and មានរបៀបលក្ខណៈថាផ្ទះដាំសួនដាំអីមានផ្កាមានអីចឹងទៅល្ងាចឡើង relax អង្គុយមើលឬក៏អីចឹងស្រុកខ្យល់អាកាសអីចឹង all the best ហ្មងយីមែនតែឥឡូវអត់តន់ចាស់ទេសុខគាត់គិតទុកសិនទេខ្ញុំចូលចិត្តរបៀបអញ្ចឹងអ្នកគ្នាបើសិនជាអាចរបៀបថាសល់ដីច្រើនឬក៏អីគិនផ្ទះចឹងទៅយើងអាចដាំបន្លែឬក៏អីបានណារបៀបថាបន្លែធម្មជាតិដែលយើងដាំផ្ទាល់ដៃហើយយើងអាចធ្វើញ៉ាំបានឬក៏អីចឹងអាហ្នឹង the best ហ្មងអ្នកគ្នាណាដែលគាត់ចេះដាំបន្លែឬក៏អីខ្លួនឯងតិចតួចអីចឹងណាមាន tip មានអីអាចជួយ share ឲ្យខ្ញុំដឹងផងនៅក្នុង comment ហ្នឹងទៅខែលោកខ្ញុំមើលទៅខ្ញុំឃើញ like អាណាតំណងដែលខ្ញុំអាចធ្វើបានឬក៏អីចឹងទៅខ្ញុំគ្រាន់តែ save ទុកសម្រាប់ពេលខ្ញុំចាស់ទៅ មានឱកាសអីអាចដាំមួយគ្នាក៏បានដែរខ្ញុំដើរមកក្រៅអានេះខ្ញុំឃើញក្រូចគេដាំមិនខ្ញុំមិនដឹងអាហ្នឹងគេហៅក្រូចអីគេប៉ុន្តែឃើញគេរបៀបដាំនៅមុខផ្ទះមុខអីហុងស៊ុយឬក៏អីចឹងតែសំខាន់គឺស្អាតទេអ្នកគ្នាឃើញក៏ចង់ញ៉ាំហ្មងអត់ដឹងគេឲ្យបេះអត់ទេស្រៀងក្រូចខ្វិចតើដឹងក្រូចអីគេបើសិនជាដឹងថានឹងក្រូចអីគេជួយ comment ខាងក្រោមមកខ្ញុំដឹងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយក៏អរគុណអ្នកគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់អញ្ចឹងឥឡូវយើងចាប់ភារកិច្ចនៅនេះហើយយើងក៏រៀបចំខ្លួនប្រភេទទៅពលានដែរអញ្ចឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតហើយជួបគ្នានៅខ្មែរអរគុណបាយ